សមត្ថកិច្ចចម្រុះប្រដេញខាត់បានរថយន្តសាំយ៉ុងចំនួន3គ្រឿងដឹកពងមាន់លោតឆាត់ជាង 120,000 គ្រាប់នាំចូលខុសច្បាប់ពីវៀតណាមឆ្ពោះមកក្រុងភ្នំពេញដើម្បីលក់ចែកចាយបន្តក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានរឹបអូសពងមាន់ 122,300 គ្រាប់ដែលនាំចូលខុសច្បាប់ពីប្រទេសវៀតណាមនេះបើតាមលោកហ៊ុនសារ៉ាត់អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មនៅថ្ងៃទី4ឧសភា 2025 មន្ត្រីជំនាញនៃក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វបានសហការជាមួយនឹងការិយាល័យផលិតកម្មនិងបសុព្យាបាលរាជធានីភ្នំពេញខតរថយន្ត3គ្រឿងម៉ាកសាំយ៉ុងបានដឹកពងមាន់410ដុំឬស្មើនឹង 12,300 គ្រាប់នាំចូលមកពីវៀតណាមដោយគ្មានលិខិតអនុញ្ញាតតាមច្រកភ្នំដិនស្រុកគិរីវង្សខេត្តតាកែវករណីនេះមន្ត្រីបានខតរថយន្តដឹកពងមាន់3គ្រឿងនេះនៅក្នុងរថយន្តទី1បានដឹកពងមាន់160ដុំឬស្មើនឹង 48,000 គ្រាប់នៅរង្វង់មូលគួរស្រូវសង្កាត់ព្រៃកំពឹសខណ្ឌដង្កោរថយន្តទី2ដឹកពងមាន់150ដុំស្មើនឹង 45,000 គ្រាប់នៅសង្កាត់រលួសខណ្ឌដង្កោរាជធានីភ្នំពេញនិងរថយន្តទី3ដឹកពងមាន់ចំនួន100ដុំស្មើនឹង 30,000 គ្រាប់នៅឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវបច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានយកទៅរក្សាទុកនៅទីតាំងចាត់តាល័យស័ក្តិសិទ្ធិរបស់អគ្គនាយកដ្ឋានសុខភាពសត្វដើម្បីអនុវត្តតាមនីតិវិធីច្បាប់ថាព្យាយាមវាស្ដាំខ្ញុំជួយខ្ញុំវាឆ្វេងទឹកហ្នឹងបែបមកនេះមកបែចលោឡើងវាអត់ឡើងឡានអត់ឡើងមកអូខេxong chưa lấy cây này bị trâu và cây đồ cả lang bị coi vô cùng mà không thì thôi lang ta thôi không đi thôi bên lán rồi mà còn băng cuối lò này sơn này tới bị bị khối bên lên kiếm được thôi thôi chạy cái này sao vậy nữa đây thang đạn đấy chấm này có chấm không thả tròn đeo mà chấm chửi luôn cho bé ăn chộp tư
với lang chụp tiếp đi cho ta mình bạn này biết không bốc tục cả đợt đi mà bốc tục không cho chặt về luôn Erase all. No port contact.